អ្វីដែលខ្ញុំចាប់អារម្មណ៍ខ្លាំងណាស់បងប្អូនគឺថាថ្ងៃក្រោយទៅយើងនឹងអាចមានមន់ខ្មែរដែលមានពូជសុទ្ធល្អជារបស់ខ្មែរហើយថែមទាំងមានរសជាតិឆ្ងាញ់ហើយត្រូវជាមួយនឹងទីផ្សារច្រើនទៀតនេះជាអ្វីដែលខ្ញុំរំពឹងថាថ្ងៃក្រោយប្រសិនបើមានការគាំទ្រខ្លាំងពីឈ្មួញកដាលក៏ដោយឬក៏ឈ្មួញដែលលក់បន្តឬក៏បងប្អូនប្រជាពលរដ្ឋយើងអ្នកយកទៅចិញ្ចឹមធម្មតាក៏ដោយនោះថ្ងៃក្រោយយើងនឹងបានទីផ្សារកាន់តែទូលាយមកបងប្អូនឥឡូវយើងមកមើលកូនមន់បន្តិចអូអានេះញ័របានប្រហែលថ្ងៃអូច្រើនមែនទេបងប្អូននេះអានេះទឹមញ័របាន2ថ្ងៃអានេះមន់ស្គួយឬក៏មន់ចម្រុះទូទៅអានេះមន់ចម្រុះលោកគ្រូអូតែបងប្អូនអរគ្នាអ្វីដែលចាប់អារម្មណ៍គឺយើងមានអំពូលនៅកន្លែងនេះកាពិតអំពូលនេះជាអំពូលអីទៅនេះមីងអំពូលហ្នឹងកម្ដៅកូនមន់ដើម្បីឲ្យវាក្ដៅងុំល្អនេះសិតតែជាកំប៉ុងចំណីមន់កូនមន់ដែលទើបកើតណាចាហើយនេះទឹកចឹងទៅណាចាអូហើយក្នុងមួយធុងនេះបែរជាអាចបានប្រហែលក្បាលអានេះ200ហ្នឹងចុះប្រហែលថ្ងៃដែលយើងយកកូនមន់នេះចេញមកវិញឥឡូវកូនមន់នេះតាមតែគេកំងឲ្យជួនកាលយើងដាក់នៅអញ្ចឹងទៅបានមួយថ្ងៃពីរទៀតគេកំងអស់អញ្ចឹងទៅគឺយើងអត់កំណត់ទៀតអ្នកខ្លះគេកំងមួយអាទិត្យ2អាទិត្យ3អាទិត្យអញ្ចឹងណាតាមគេចង់បានតែឥឡូវភាគច្រើនគេយកអាកូន2 3ថ្ងៃហ្នឹងទេអញ្ចឹងហ៎គេយកទៅធ្វើវាក់សាំងខ្លួនឯងអូអានេះយើងចាក់វាក់សាំងនៅចុះអានេះវាក់សាំងហើយម្ដងពេលដែលកើតមកភ្លាមយើងចាក់ហើយម្ដងបានពេលដែលញាស់ភ្លាមញាស់ហើយបាន4ថ្ងៃអីហ្នឹងយើងចាក់បងប្អូនទាំងអស់គ្នាបងប្អូនអាចមកមើលនេះបងប្អូននេះល្អឲ្យរញៀចពេញហ្នឹងតែម្ដងបងប្អូននេះហើយនិយាយថាវាឃ្លាវខ្លាមែនតើណាកាមេរ៉ាមកចូលមកមើលក្នុងនេះមានខ្លះនៅគ្នាក៏យ៉ាងដូចនេះដែរតែវានេះអាហ្នឹងយើងដកចាញ់ទេថាចេះហ្នឹងយើងញាស់មកចាញ់យើងអត់ទាន់យកចាញ់បាទនេះទៅញាស់ដែរទេមែនទេអានេះញាស់មកតែណានេះតែយើងអត់ទាន់បានយកអាខុនខ្វឹងនឹងចាញ់វាមានន័យថាយើងភ្ញាស់មកញាស់បានហើយក៏មិនប្រកាសថាបានកូនល្អទាំងអស់ដែរមានដូចថាមក300អញ្ចឹងវាមាន4 5អីខូចអញ្ចឹងយើងដកចេញចុះមន់ទាំងអស់នេះអ្នកខាងណាអ្នកមកទិញនេះមីហើយហងៃខ្ញុំលក់ឲ្យនៅក្នុងក្រុមខ្ញុំក្នុងសហគមន៍វិលជុំផងហើយសល់ប៉ុន្មានខ្ញុំលក់ចេញទៅក្រៅអញ្ចឹងចាទៅខេត្តផ្សេងក្នុងមួយក្បាលតម្លៃប៉ុន្មាននេះមីតម្លៃ3200មន់ស្គួយ4000អាហ្នឹងធ្វើវាក់សាំងឲ្យម្ដងវាក់សាំងហ្នឹងជាវាក់សាំងប្រភេទអីទៅនេះមីវាក់សាំងមាន3ប្រភេទគឺញូកាសអត់និងម្លឹកញូកាសដែលវាតូចយើងធ្វើបាន3ដងអញ្ចឹងមានន័យថាមន់ដែលចេញពីកន្លែងនេះទៅគឺមានសុខភាពល្អហើយនឹងឈ្នះជំងឺធ្វើរាល់ថ្ងៃនេះវាជាស្តង់ដារមួយឬក៏វាជាទម្លាប់ដែលអ្នកមីងធ្វើនៅក្នុងបច្ចេកទេសដែលយើងចាក់វាក់សាំងឬក៏ថែទាំកូនដែរអត់ចានេះវាមានបច្ចេកទេសដោយសារខ្ញុំញ័ររាល់ថ្ងៃហ្នឹងខ្ញុំមានបច្ចេកទេសមកពីមន្ទីរកសិកម្មដែរដោយសារមន្ទីរកសិកម្មគាត់បានបង្រៀនបច្ចេកទេសយើងឲ្យយើងរៀនចេះទាំងអស់ហ្នឹងគឺមកពីគាត់អ្នកបង្រៀនតែបើយើងចេះបើយើងអត់ចេះគឺអត់អាចធ្វើបានទេរហូតដល់ឥឡូវយើងខ្លាយទៅជាគ្រូដែរគ្រូបង្រៀនបច្ចេកទេសបើកវគ្គបង្រៀនដែរបាទចាបើនិយាយទៅអ្នកគ្រូផងចាប្រធានសហគមន៍ផងបាទហើយក៏ជាអ្នកមីងដែលស្រស់ស្អាតនៅកន្លែងនេះផងដែរណាបងប្អូននេះម្ចាស់កសិដ្ឋានដែរជាម្ចាស់កសិដ្ឋានដែរបើសិនបើយើងភ្ញាស់មន់អញ្ចឹងហើយនេះហើយបើសិនជាគាត់ធ្វើតាមបែបធម្មតាអត់មាននេះអាភ្លើងចាគាត់ធ្វើបានទេបងនេះមីងមានវិធីដែរលោកគ្រូបើយើងអត់ចង់កម្ដៅអញ្ចឹងយើងត្រូវមានធុងតូចមានធុងល្មមតូចល្មមហើយយើងយកតង់គ្របឲ្យចិត្តស្អាតអាហ្នឹងក៏យើងមានវិធីមួយដ៏អត់អស់ភ្លើងអត់អស់លុយដែរចាមានវិធីតែបើសិនណាជាចង់ដឹងវិធីហ្នឹងដល់គាត់មករៀនបាទចាមករៀនបច្ចេកទេសអាហ្នឹងបើសិនជាយើងអត់កម្ដៅវាយើងអត់ដាក់អំពូលបានទេបើយើងចិញ្ចឹមច្រើនអញ្ចឹងអត់ដាក់អត់បានទេព្រោះកូនមន់ត្រូវការកម្ដៅតែយើងកម្ដៅបានវាគ្រប់គ្រាន់បើថាវិធីដែលអត់កម្ដៅបានតែគាត់ទិញ100 200ឯងដល់ច្រើនអញ្ចឹងទៅរាប់ពាន់អញ្ចឹងគឺអត់បានទេចាយើងដាក់អំពូលនេះយើងជួយអីខ្លះទៅនេះអំពូលនេះជួយឲ្យកម្ដៅកូនមន់ឲ្យវានិយាយរួមមកកូនមន់បើខ្វះកម្ដៅគឺអត់បានទេដល់យើងកម្ដៅទៅបានសុខភាពវាល្អអញ្ចឹងតែស្ទើរកម្ដៅធ្វើឲ្យមន់ហ្នឹងរីអាចអញ្ចឹងវាឈឺវារីអាចយើងចាំអត់កើតដល់យើងដាក់អំពូលរហូតដល់21ថ្ងៃបានយើងឈប់ខ្ញុំទៅមុខទៅខ្ញុំកំពុងត្រៀមធ្វើអាមន់សំពៅមន់ចម្រុះយើងមន់សំពៅខ្ញុំមិនថាប្រសុទ្ធយកអីណាមិនមែនតែមួយពណ៌យើងមានសសក់សំពៅហើយនឹងពណ៌លឿងហ្នឹងខ្ញុំចង់ធ្វើថាឲ្យវាសុទ្ធមិនសុទ្ធថាជើងលឿងសុទ្ធហើយសាច់វាលឿងទាំងអស់ដើម្បីជួយឲ្យកសិករគាត់ឈួរលក់រកទីផ្សារព្រោះតែខៅគេត្រូវការសាច់លឿងត្រូវការរោមចិត្តត្រូវការអីណាឥឡូវហ្នឹងខ្ញុំចាប់ផ្ដើមធ្វើដាក់មកគ្រួសារដូចជា200 150អញ្ចឹងណាគ្រូព្រោះហើយខ្ញុំដាក់កូនវ៉ាន់ហ្នឹងទៅដាក់ឲ្យហើយខ្ញុំដាក់ចំណីហ្នឹងឲ្យគាត់ស៊ីទៀតហើយគាត់ថាស៊ីហើយគឺល្អអ្វីដែលខ្ញុំចាប់អារម្មណ៍ខ្លាំងណាស់បងប្អូនគឺថាថ្ងៃក្រោយទៅ
យើងនឹងអាចមានមន់ខ្មែរដែលមានពូជសុទ្ធល្អជារបស់ខ្មែរហើយ ថែមទាំងមានរសជាតិឆ្ងាញ់ហើយត្រូវជាមួយនឹងទីផ្សារច្រើនទៀតនេះជាអ្វីដែលខ្ញុំរំពឹងថាថ្ងៃក្រោយប្រសិនបើមានការគាំទ្រខ្លាំងពីឈ្មួញកដាលក៏ដោយឬក៏ឈ្មួញដែលលក់បន្តឬក៏បងប្អូនប្រជាពលរដ្ឋយើងអ្នកយកទៅចិញ្ចឹមធម្មតាក៏ដោយនោះថ្ងៃក្រោយយើងនឹងបានទីផ្សារកាន់តែទូលាយដែលធ្វើឲ្យការងាររបស់អ្នកមីងក៏ដូចជាការងារដែលយើងអភិវឌ្ឍបែបនេះវាកាន់តែដំណើរការទៅល្អទៀតចាលោកគ្រូហើយមួយទៀតបើសិនណាជាអាដាមលោកជំទាវបងប្អូនទាំងអស់ដែលគាត់ចង់ញ៉ាំសាច់មាន់ស្រែក៏សហគមន៍យើងមានលក់ដែរយើងនឹងអាចលក់ជាមាន់បោចហើយដែរចាហើយមាន់យើងខ្ញុំធ្លាប់ខាងលើខាងលោកធានលើគាត់ឧស្សាហ៍តែយកហូបដែរគាត់ថាល្អដោយសារមាន់យើងជាមាន់ស្រែសុទ្ធទៅយកដល់យើងចាប់ទៅវាស្ងួតហើយសាច់វាឆ្ងាញ់តែធម្មតាមាន់ដែលលក់នៅទីផ្សារគេច្រើនគេបាញ់ទឹកគេច្រើនអីចឹងណាអញ្ចឹងវាសាច់ជ្រាយក៏ហូបវាគាត់ត្រូវការទិញហូបគឺគាត់មកយកពីនេះច្រើនគ្នាណាអញ្ចឹងបើស្អាគាត់កំងជាមាន់បោះហើយសហគមន៍យើងមានធ្វើលក់ចាមានសមាជិកយើងមកក្រុមសម្រាប់ធ្វើលើរឿងហ្នឹងហើយបើសិនណាជាមានឈ្មួញត្រូវការទិញមាន់សាច់សហគមន៍យើងមានលក់ចាយើងអាចមកតាក់ទងនៅសហគមន៍យើងដែរលោកមីងអាចជួយជំរាបលេខទូរស័ព្ទជូនបងប្អូនចាលេខទូរស័ព្ទនាងខ្ញុំគឺ095 41 4497និង088 88 38 655ចាបើអាចចង់បានមាន់ធ្វើជាម្ហូបឬមួយក៏កូនមាន់អីយើងមានអាចលក់ជូនបាទអរគុណអ្នកមីងបាទជំរាបលាបាទ